ខ្ញុំជាម្ដាយរបស់កូនយ៉ងសុធី ថ្ងៃមុនហ្នឹងខ្ញុំយកមកផ្ញើជាមួយលោកពូលោកK01 ពេលនេះខ្ញុំសូមឲ្យលោកស្នងការជួយបន្ធូរបន្ថយលោក K01 ផងព្រោះអីគាត់មិនមានចេតនាធ្វើបាបកូនខ្ញុំទេដោយសារកូនខ្ញុំខឹងជាមួយនឹងខ្ញុំហើយវាក៏វាថាវាចង់ស្ទុះមកដើម្បីថាមានចេតនាអ្វីមួយមកលើខ្ញុំដែរហើយគាត់ក៏ខំគាត់ក៏ទុកអារម្មណ៍បានដែរតែគ្រាន់ថាខ្ញុំក៏អត់ប្រកាន់មួយគាត់ដែរព្រោះខ្ញុំយកមកផ្ញើគាត់នេះដើម្បីឲ្យកូនខ្ញុំបានល្អព្រោះខ្ញុំឃើញគេអ្នកមកកន្លែងហ្នឹងភាគច្រើនហើយបើខ្ញុំស៊ើបសួរគេអ្នកនៅចិត្តខ្ញុំនៅដែរគេមកកន្លែងហ្នឹងគេធ្វើខ្លួនបានល្អហើយអញ្ចឹងបានខ្ញុំសូមឲ្យលោកស្នងការកុំយកទោសគាត់អីខ្ញុំអត់មានប្រកាន់ខឹងអីនឹងគាត់ទេហើយកូនខ្ញុំសួរហើយក៏គាត់អត់ប្រកាន់ខឹងនឹងគាត់ដែរសូមលោកជួយបន្ធូរបន្ថយសូមលោកជួយអធិស្ឋានឲ្យគាត់ផងសូមអរគុណលោកស្នងការ